ខ្ញុំចាំបានថានៅវិក្មេងមុនចំនួនពលពតហ្នឹងពេលម៉ែគាត់ទៅរកអស់ម្ដងគាត់ថាតោះកូនទៅរកអស់ជាមួយម៉ែហើយខ្ញុំចាំបានថាម៉ែគាត់កាន់កបិតប្រកាក់មួយអញ្ចឹងទៅដើរគាត់ទទួលកសែងអញ្ចឹងណាទទួលកសែងដាក់លើក្បាលអញ្ចឹងឯងចាស់ជំនាន់ដើមគាត់ទទួលអញ្ចឹងគាត់ដើរទៅហើយខ្ញុំហ្នឹងនៅក្មេងជំនាន់ហ្នឹងខ្ញុំស្លៀកសរងកៅស៊ូរឹតហើយពាក់អាវកាក់អីយើងធម្មតាអញ្ចឹងដើរពីក្រោយម៉ែលោតឆើតពីក្រោយម៉ែដូចសុបាយអត់មានកើតទុកអីទេហើយដើរបដាបោចស្មៅមកបៀមលេងបដាអញ្ចឹងទៅពេលទៅដល់ក្នុងព្រៃអត់មានពិបាកកាប់ដើមឈើអីយកអុសទេគឺម៉ែគាត់ដើររើសអុសនៅក្រោមដើមឈើដែលបាក់ហ្នឹងងាប់ហ្នឹងយកមកគាត់ដាក់គោម្ដុំអញ្ចឹងល្មមមកទូលរួចអញ្ចឹងណាហើយគាត់ទៅកាត់វល្លិមកយកមកចងគាត់មួយខ្ញុំមួយហើយរស់ហើយគាត់យកកសែងហ្នឹងយកមកធ្វើគាត់មូអញ្ចឹងណាចាគាត់មូអញ្ចឹងហើយគាត់យកមកធ្វើវេលយើងណាដាក់លើក្បាលអញ្ចឹងមកហើយយើងដាក់អុសពីលើទូលពីអ្នកម៉ែហ្នឹងដើរមកផ្ទះទៅសបាយមួយយ៉ាងជំនាន់ហ្នឹងវាអត់មានអីcompetition អីជាមួយអ្នកណាទេគឺអត់ព្រួយអត់បារម្ភហើយមកដល់ផ្ទះវិញហ្នឹងគឺថារស់នៅជាការធម្មតាញ៉ាំបាយធម្មតាក្រមែនប៉ុន្តែមានសេចក្តីសុខ